โค้ละบางปอนมือเนี่ยมือเนี่ยเป็ดมือเนี่ยครูเป็ดจับเนี่ยจะเงือมือโอจับโอโจตัวเป็ดที่เราบอกปอนมือโอโจตัวเตี้ยเป็ดเนื้อจัดมกจัดคลิกแรงอ่ะจับโอโจเนี่ยจะเงือจะได้ลุยได้โจพร้อมนั่นเนี่ยเนี่ยเป็ดอ่ะมวยหายอ่ะมือน่ะจับได้จะเงือโจบ้างបងប្អូនយើងគ្រាន់តែរឿងយកអ្នកជំងឺចូលព្យាបាលដេ6ធ្នេទាំងថ្លៃសារ៉ូមថ្លៃបាទបណ្ឌិតលារបួសអស់ចិត្ត$200បងប្អូនយើងវិសាលមកនេះនៅ clinic មួយកន្លែងបងប្អូនយើងនេះ clinic នេះដែលមានឈ្មោះថៃហ្នឹងមន្ទីរហុកព្យាបាលអន្តរទេវីបងប្អូនយើងបន្ទាប់ពីមានការបតាយបន្ទប់ជាមួយនឹងភាគីខាងជនរងគ្រោះហើយបាទខាងបុគ្គលិកមន្ទីរពេទ្យនោះដូចជាមានការបាយយកសម្ភារៈក៏ដូចជាបាទរបស់ភាគីខាងបាទអ្នកជំងឺផងដែរប្រិមិត្តយើងឥឡូវនេះដោះស្រាយគ្នាចិត្តត្រូវហើយសម្ភារៈក៏អត់ឲ្យខាងភាគីខាងអ្នកជំងឺវិញដែរហើយបងប្អូនយើងឥឡូវនេះបងប្អូនយើងបើសិនជាចង់ដឹងព័ត៌មានច្បាស់កាយណាកុំភ្លេចបងប្អូនយើងតាមដានទស្សនាវីដេអូខ្ញុំនឹងធ្វើការបទសម្ភាសន៍ជាមួយនឹងបងស្រីដែលជាក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់គ្នាអន្តរទេវីចិត្តស្តុបបងកក់នេះចាបងចាហើយលបួសដេប៉ុន្មានថ្ងៃបងលបួសគាត់ដេ6ធ្នេ6ធ្នេចា6ធ្នេដល់ពេលដែលដេហ្នឹងគាត់មានចាក់ថ្នាំស្ពឹកហើយនឹងជួសរោមប្រវត្តិការជួយជោគចាប់មកកផ្លោកប៉ុណ្នេះចាហើយបន្ទាប់ពីជួសរោមហ្នឹងចិត្តអស់ម៉ែគាត់រៀងអន់ឈឺគាត់ទាតតេះវិញអញ្ចឹងខ្ញុំក៏ហៅគាត់គិតលុយគិតអីតតេះអញ្ចឹងណាបងខ្ញុំមកយកអញ្ចឹងពេលដែលគិតលុយបងហ្នឹងវា$198បោះ$2ទៀត200ចាអញ្ចឹង6ធ្នេចិត្តអស់200ចាអូពេលដែលគិតលុយខ្ញុំថាថ្លៃខ្ញុំអត់មានលុយឲ្យទេបងមានតែបងជួយបានបងទីបានបងឲ្យជាឲ្យច្បាស់មើលហើយបងប្អូនប្រិយមិត្តយើងបានឃើញអស់គ្នាតិចអំពី3សន្លឹកក៏ដូររហូតដូររហូតអញ្ចឹង6ធ្នេចិត្ត200ដូរដោយសារគាត់ discount ឲ្យយើងអញ្ចឹងអូមាន discount ទៀតdiscount អស់បងសល់ចិត្ត200ហ្នឹងសុំអានេះអកណ្ណងឯងអកណ្ណងមកគាត់ចេញហើយដោយសារខ្ញុំអត់ហ៊ានទិញថ្នាំនៅហ្នឹងទេតម្លៃអូនេះខ្ញុំខ្លាចថ្លៃសុំទីបានបងសុំតិចមកបងអូនេះអន្តរទេវីទី2បាទ6ថ្ងៃ$198អានេះគាត់បញ្យល់ខ្ញុំឯណាបងអានេះ$10ថ្លៃពេទ្យតែគាត់ធ្វើសេវាកម្មឲ្យយើងអានេះថ្លៃដេថ្លៃថ្នាំបំបត្តិការជួយជោគចាប់ហើយនឹងថ្នាំស្ពឹកអស់$135 6ធ្នេហ្នឹងហើយអានេះថ្លៃសារ៉ូមអាផ្លោកទូចមួយអាធំមួយអស់48ហើយ$5នេះថ្លៃលាងសម្អាតមុខរបួសសម្រាប់មេរោគសរុបអស់198ខ្ញុំព្យាយាមសុំគាត់ទៅចុះថាឥឡូវបងឯងចុះទៅដោយសារខ្ញុំអត់មានលុយទេខ្ញុំទៅមកពីពេទ្យទិញថ្នាំអស់700000គាត់ឆែកមើលបានខ្ញុំឃើញថាបងហ្នឹង700000មែនដល់ពេលទៅក៏ប៉ះពាល់ថ្នាំហ្នឹងទៀតទេក្រោយមកខ្ញុំផ្សេងទេចាពេទ្យផ្សេងពីគៀនឃ្លាំងមកទេពេលដែលយើងសុំគាត់ទៅក៏គាត់ថាអាហ្នឹងមេគេចេញមកអញ្ចឹងហើយតែចាំគាត់ជួយសុំឲ្យតពីសុំទៅគាត់ discount បាន10%ទៀតអញ្ចឹងដល់ចុះបាន$13ជាងទៀតអញ្ចឹងដល់សល់180ជាងបន្ទាប់មកខ្ញុំក៏ថាបងឯងនៅតែថ្លៃដោយសារខ្ញុំអត់មានលុយទេខ្ញុំអស់លុយហើយអញ្ចឹងក៏គាត់ព្យាយាមចុះឲ្យយើង$10 10%ទៀតអញ្ចឹងវាសល់$171ដំបូងឯ10%លើកទី2 184អា110ហ្នឹងខ្ញុំអត់បានថតទេថតនៅទូរស័ព្ទហ្នឹងគាត់ចាប់ទៅបាត់ហើយចាអូបន្ទាប់រឿងតថ្លៃហ្នឹងមិនទៀតបងពេលដែលពួកខ្ញុំតថ្លៃហ្នឹងគាត់នៅតែអត់ព្រមតពេលអត់ព្រមទៅខាងខ្ញុំក៏អត់តន់ចេញបានទេដោយសារពួកគាត់ថាអត់តន់គិតលុយអត់ឲ្យចេញបានទេអញ្ចឹងម៉ែខ្ញុំនឹងអង្គុយនៅមុខហ្នឹងហាក្តៅដែរខ្ញុំក៏ថាបងឥឡូវមិនម៉ែខ្ញុំសុំឲ្យម៉ែទៅផ្ទះសិនទៅទុកខ្ញុំនៅហ្នឹងគិតលុយបានអត់គាត់ថាអត់បានទេតោះតែគិតលុយសិនហើយម៉ែខ្ញុំអត់តន់បានហូបបាយទេខ្ញុំថាឥឡូវបងឲ្យគាត់ទៅផ្ទះហូបបាយសិនទៅអត់ព្រមអត់អីខ្ញុំក៏នៅហ្នឹងមកស្ទុះគាត់ឲ្យក្រុមការងារគាត់តាក់ទងទៅពេទ្យមេគាត់មួយទៀតមេគាត់ហ្នឹងបងស្រីម្នាក់ដែលច្រានខ្ញុំហ្នឹងណាតែដំបងឡើយគាត់ថាមិនមែនគាត់ទេគាត់ខលមកឲ្យខ្ញុំនិយាយខ្ញុំសុំគាត់ក៏រៀបរាប់ថាតម្លៃដែលគេយកប៉ុណ្នេះដោយសារគេដេប្រហែលជាន់អញ្ចឹងណាតែដំបងអត់បញ្យល់យើងថាដេ2ជាន់ពីអីទេបងទីយើងយកហ្មងខ្ញុំក្រោយមកទៀតខ្ញុំថាបងដោយសារកន្លែងបងថ្លៃខ្ញុំអត់មានលុយឲ្យទេបងអាចជួយសម្រួលបានអត់ទៅគាត់អត់ព្រមអញ្ចឹងណាអត់ព្រមទៅក្រោយមកទៀតខ្ញុំថាឥឡូវបើអត់ឲ្យម៉ែខ្ញុំទៅផ្ទះបងឯងប្រងធ្វើម៉េចខ្ញុំអត់មានលុយទេគាត់ថាឥឡូវឲ្យគាត់ចូលមកញ៉ាំបបរសិនទៅគាត់ឲ្យចូលក្នុងអង្គុយញ៉ាំបបរញ៉ាំអីហើយសូម្បីអ្នកជំងឺនេះក៏អត់ឲ្យទៅដែរអត់ឲ្យទៅទេចាបងគាត់តែអ្នកជំងឺចាខ្ញុំ
ខ្ញុំថាលុយនៅញោមបងឯងចាំដោះស្រាយមួយញោមតែក៏អត់ព្រមឯងឲ្យនៅហ្នឹងចា មកចុះមិញដូចជាឃើញមានការបតែបន្តគ្នាជាមួយបង ហ្នឹងហើយបងមានអាហ្នឹងចាំតិចបងបន្ទាប់ពីមេដែលនិយាយសិនខ្ញុំបកស្រាយសិនគាត់ទេមកខ្ញុំសុំគាត់អត់បានទេខ្ញុំថាកន្លែងបងថ្លៃជាងគេកន្លែងគេផ្សេងអត់ដល់ប៉ុណ្ណឹងទេបងខ្ញុំក៏មានក្មួយដែរគាត់ថាអញ្ចឹងបើសិនជាកន្លែងគាត់ថ្លៃយើងអាចទៅកន្លែងផ្សេងបានគាត់និយាយចឹងខ្ញុំថាពេទ្យផ្សេងអត់ដល់ប៉ុណ្ណឹងទេហើយគាត់ថាអីគេខ្ញុំថាអត់មានលុយទេបងឯងអាចស្រួលបានថាបើអត់មានលុយមិនក៏មិនទៅពេទ្យរត់មកនឹងទៅអីគាត់និយាយចឹងថាអូបងឯងនិយាយចឹងចាប់បានទេបងបើខ្ញុំគ្រោះថ្នាក់ចិត្តហ្នឹងខ្ញុំមិនមករកបងឯងតែពេលគាត់និយាយថាបើអត់មានលុយទេមិនទៅពេទ្យរត់ចូលពេទ្យហ្នឹងទៅអីគាត់និយាយខ្លួនឯងតបតហ្មងហ៎បងក្រោយមកក៏បិទទូរស័ព្ទមកស្ទុះបានគាត់ចេញមកនោះបងហាសនោះហ្នឹងហើយបានគាត់ចេញមកអត់មានរឿងឃ្លាទេបងគាត់នៅសរសេរបងថែមួយទៀតឲ្យខ្ញុំបកស្រាយថានេះលុយលុយតម្លៃប៉ុណ្នេះដោយសារអីបកស្រាយពីបេតងឲ្យដូរបងរហូតបន្ទាប់ពីដូរបងហើយក្រោយមកទៀតខ្ញុំក៏វាយូរហើយបងខ្ញុំមិនដឹងធ្វើម៉េចក៏ខ្ញុំសុំថាឥឡូវបងខ្ញុំឲ្យ$50ហ្នឹងព្រោះខ្ញុំអត់មានលទ្ធភាពទៀតទេហើយប៉ុណ្ណឹងខ្ញុំសុំទៅផ្ទះព្រោះម៉ែខ្ញុំគាត់ពិបាកដេកនៅហ្នឹងណាតែពេលហើយខ្ញុំដាក់លុយនៅហ្នឹងឲ្យគាត់អត់ព្រមយកទេគាត់រត់ចេញពីក្នុងមកហើយគាត់បោកបាយបន្ទប់ទៅដើមទូរស័ព្ទទៅដើមអីវ៉ាន់នៅក្នុងដៃខ្ញុំដែលមានទាំងប្រមាណទាំងឆ្នាំពេទ្យដែលខ្ញុំទិញអស់70,000ជាងទាំងទូរស័ព្ទរបស់ខ្ញុំ iPhone 13ហ្នឹងហើយចង់ទាញអាខាងដែលខ្ញុំដាក់ច្រកលុយហ្នឹងទៀតហើយលុយដែលខ្ញុំកាន់ដែលខ្ញុំឲ្យគាត់20,000គាត់អត់យកខ្ញុំក៏សុំគាត់យកមកវិញគាត់ទាញអាហ្នឹងទៅទៀតតែទាញបានតែទូរស័ព្ទហើយនឹងឆ្នាំអាដែលខ្ញុំទិញហ្នឹងទេអញ្ចឹងគ្រាន់តែបកកែកគ្នារឿងតម្លៃហ្នឹងក៏មានការបតែតាក់ទៀតណាតែបណ្ដាំដំបងណាគាត់អ្នកបតែបន្តមុនហើយបងប្រុសរបស់ខ្ញុំនេះចំនួនអីក្រៅពីហ្នឹងបងអត់ទេចំនួនមានដែលគាត់ច្រានពួកខ្ញុំហើយរោដួលតែបងខ្ញុំខាំងហើយគាត់ទាញបងខ្ញុំចេញគាត់តាមយកទូរស័ព្ទដោយសារពេលហ្នឹងខ្ញុំយកទូរស័ព្ទថតគាត់ទាញទូរស័ព្ទពីខ្ញុំគាត់ថាហេតុអីបានត្រូវថតគាត់ទាញបតែបន្តច្រានខ្ញុំដួលបាច់អីវ៉ាន់ដួលប៉ះអីវ៉ាន់គាត់មកក្រោមទៅគាត់ទាញខ្ញុំសងអូអញ្ចឹងអីវ៉ាន់ដែលបែកហ្នឹងគឺគាត់អ្នករុញបងឲ្យប៉ះទេហើយគាត់ប្រាប់ថាចេះខ្ញុំអ្នកធ្វើឲ្យបែកហ្នឹងអញ្ចឹងខ្ញុំត្រូវសងអីវ៉ាន់គាត់ទាំងដែលគាត់ចោលឲ្យខ្ញុំមើលកាមេរ៉ាខ្ញុំក៏ដឹងថាកាមេរ៉ានៅខាងណាដែរអញ្ចឹងកាមេរ៉ាជាស្អីនៅខាងនេះហើយគាត់ច្រានខ្ញុំដួលនៅកន្លែងនេះមិនដួលគាត់ណាវាបុកអីវ៉ាន់បុកអីវាដួលពេញហ្នឹងអញ្ចឹងហ៎បងសម្ភារៈដែលខូចនេះមានន័យថាដែរបងស្គាល់អត់ស្គាល់ទេដឹងសម្ភារៈពេទ្យអត់ដឹងទេដឹងថាថ្លៃក៏ដឹងថាគាត់ប្រាប់ថាអីវ៉ាន់ពេទ្យគាត់ថ្លៃត្រូវតែសងគាត់ឥឡូវជាដំណោះស្រាយយ៉ាងម៉េចទេបងខ្ញុំចង់បានអីវ៉ាន់ខ្ញុំមកវិញអញ្ចឹងហ៎បងហើយសម្រួលគាត់ថាសុំ$50ពេលដែលខ្ញុំទៅសម្រួលគាត់លើកទី3ហ្នឹងក៏គាត់អត់ព្រមដែរសុំ$50មិនបងសុំ$50បងថ្លៃឆ្នាំថ្លៃដេហ្នឹងបងមិនអីទៅពេលដល់ស្រែខ្ញុំឥឡូវគេឲ្យសម្ភារៈវិញក៏មិនដែរបងគេអត់ឲ្យទេបងគេទេសារគេថាហូបបាយសិនអ្នកជំងឺហ្នឹងគេមកតាំងពីថ្ងៃហើយដល់ពេលគាត់ឆ្លើយថាចាំគេហូបបាយសិនមិនគេឲ្យហើយដល់ពេលយូរទៅពេទ្យនឹងឆ្លើយថាលេចចង់ធ្វើពេទ្យតែឥឡូវគាត់និយាយអញ្ចឹងអូបាទចាំគេថាសម្ភារៈយើងឥឡូវកំពុងតែនៅគាត់ទាំងអស់បាទបងបាទមានអីខ្លះបងសម្ភារៈមានអីខ្លះមានថ្នាំពេទ្យហើយនឹងទូរស័ព្ទបងទូរស័ព្ទមកអីដែរបងដឹងអត់ iPhone បង iPhone មិញលឺថាដូចជា iPhone 13 Pro Max ត្រូវបងបាទបងបាទអូឥឡូវបងនៅទូរស័ព្ទបងនៅក្នុងពេទ្យទាំងអស់ទេបាទបងហើយឆ្នាំពេទ្យគាត់បើកមកពីពេទ្យដល់សម្ដេចហ្នឹងអស់70,000អស់70,000ទៀតបាទឥឡូវបងនៅក្នុងពេទ្យទាំងអស់អត់ទៅកលបងវិញទេបាទបាទអរគុណច្រើនបងអរគុណច្រើនបងប្អូនយើងទាំងអស់គ្នានៅគណៈវេលាដែរគឺខ្ញុំបាទរតនារួមទាំងក្រុមការងារក៏សូមបញ្ចប់ការផ្សាយតដល់ត្រឹមនេះរាល់ពេលពេញនឹងកាយវិការខតទាស់នឹងមិនសល់នោះណាក៏សូមបងប្អូនខន្តីនៅពេលតុងដែរខ្ញុំបាទរតនារួមទាំងក្រុមការងារក៏សូមអរគុណនឹងរូបលារាល់ព័ត៌មានថ្មីខ្ញុំបាទរតនាធ្វើការអាប់ដេតតាមរហ័សព័ត៌មាន SUKA ក៏ដូចជា page ON UKA ផងដែរសូមអរគុណ